រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬជាភាសាអង់គ្លេសហៅថា compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនេះគឺជាការប្រកាសឲ្យដឹងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីតាមរយៈសារផ្ញើជូនប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនចេញពីអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃឬហៅកាត់ថា MOU 2001ដែលភាគីថៃហៅថា MOU 44សម្ដេចបន្តថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីជួយដល់ភាគីដើម្បីដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិដូច្នេះការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌យូរអង្វែងនិងស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនរបស់យើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខសម្ដេចធិបតីបញ្ជាក់ថាក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាគ្មានជំរើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយបង្ខំដែលបង្កើតឡើងក្រោមអនុសញ្ញានេះឡើយ